ចាថ្ងៃហ្នឹងមកថតទៀតទេណាបងប្អូននិយាយពីថានៅក្នុងរឿងវិញណាចុះសិតតែពីលេខស៊ី570 600ចាអូនិយាយពីសັບគ្រប់ឲ្យពាក់សិតឈុតពេជ្រនិយាយទៅបានសិតតែឈុតមានចាហើយនេះវិញជីវិតពិតទេបងប្អូននេះអានេះបានជីវិតពិតចាហើយខ្ញុំគ្រាន់តែមកពីថតវិញអេលីរត់មកទទួលគេផ្ញើទិញរបស់គេហើយគ្រាន់តែខ្ញុំប្រាប់ថាអត់បានទិញបងប្អូនហើយមើលមុខចាមុខឲ្យជូរហួយកញ្ញើរត់ចូលក្នុងខឹងងំទើងតែម្ដងចាខ្ញុំតាប់ពិតទៅរបស់ហ្នឹងគឺខ្ញុំអត់មានភ្លេចទេបងប្អូនខ្ញុំគ្រាន់តែប្រេងគាត់ថាខ្ញុំភ្លេចទិញខ្ញុំចង់ដឹងថាទឹកមុខកាយវិការគាត់ពេលដែលយើងថាភ្លេចទិញគាត់ធ្វើមុខមិនណាទៅភ្លេចលោកហើយរបស់សំណប់បេះដូងរបស់គេផងចាតែអត់មានអាហ្នឹងមិនបាច់ទេខឹងយើងអត់និយាយចូលយើងមួយថ្ងៃលើហើយថាអត់យកចិត្តទុកដាក់នឹងគេចាហើយរបស់ដែលគេផ្ញើនឹងឯងគឺទៅដោះគោគេនឹងឯងដោយសារគេថាម៉ាមីពេលទៅថតមកវិញទិញដោះគោអូនផងដោះគោអូនអស់ហើយចឹងណាចាចឹងគឺគ្រាន់តែឆគាត់លេងទេចាបានគាត់ពីរនាក់នឹងឯងរាល់ថ្ងៃនឹងឯងអត់ពីម៉ាក់ខ្ញុំទៅចាហើយខ្ញុំជឿតែបន្តឲ្យគាត់ញ៉ាំទោះបីធំក៏ឲ្យញ៉ាំដែរព្រោះខ្ញុំឃើញបតទេក៏គេឲ្យក្មេងគេញ៉ាំដល់ធំដែរបងប្អូនដើម្បីបើឆ្អឹងឲ្យរឹងមាំឲ្យលូតលាស់ល្អហើយគាត់ញ៉ាំអាហ្នឹងត្រូវសុខភាពគាត់ក៏ល្អបាត់ដៃបាត់ជើងក៏ស្រួលរាងកាយមាំមួនចេះតែឲ្យញ៉ាំទៀតទៅណាមួយទៅដោះគោគេក៏មានគុណភាពដែរមានស្តង់ដារល្អទៀតចឹងណា Gen Focro ដែលគាត់ញ៉ាំហ្នឹងចាហើយខ្ញុំទៅណាមកណាខ្ញុំជិះតែ pass up ឯមានបងប្អូនខមមិនហើយក៏មានបងប្អូនឬក៏មិត្តភក្តិឬក៏អ្នកស្គាល់គាត់ថាទិញឡានមួយជិះទៅកុំចឹងអីចាតែពិតទៅខ្ញុំក៏ចង់ជិះដែរប៉ុន្តែតម្រូវការខ្ញុំវាតិចតួចពេកដូចបងប្អូនឃើញស្រាប់ហើយណាខ្ញុំទៅថតអីគឺខ្ញុំជិះជាមួយនឹងឡានក្រុមហ៊ុនទេជិះម៉ូតូទុកទៅក្រុមហ៊ុនហើយបន្តដំណើរទៅជាមួយនឹងឡានក្រុមហ៊ុនចឹងណាអញ្ចឹងយើងវាស្រួលខ្លួនដែរមិនបាច់អស់សាំងខ្លួនឯងហើយក៏មិនបាច់ហត់ទៀតចាហើយបើទៅស្រុកទៅអីជិះទៅជាមួយប្អូនដោយសារប្អូនប្រុសក៏គាត់អត់មានគ្រួសារដែរអញ្ចឹងគាត់ជិះទៅស្រុកតែម្នាក់ឯងទេឡានគាត់ចាអញ្ចឹងយើងតម្រូវការខ្ញុំវាតិចតួចខ្លាំងពេកភាពចាំបាច់ចាហើយម្យ៉ាងទៀតខ្ញុំធ្លាប់ជិះឡានណាខ្ញុំនិយាយត្រង់គឺខ្ញុំអត់សល់លុយតតែសោះតែម្ដងបើប្រាក់ខែមកអត់ដែរសូវបានចាយទេគឺត្រូវធ្វើឡានបន្តិចខែនេះខូចនេះបន្តិចទៅពីខែក៏ខូចនោះចាធ្វើម្ដង3-400ក៏មានអញ្ចឹងវាចង់និយាយថាមានសល់លុយសោះចាហើយមកជិះម៉ូតូនេះបើសួរសល់លុយអត់សល់លុយតែគ្នានឹងចាព្រោះរវល់តែតម្លាក់លេខបូកទីតាំងខ្លាំងពេកយោ